ចាជំរាបសួរបងប្អូនទាំងអស់គ្នាមកដល់ណាមកទៀតហើយថ្ងៃនេះផងដែរខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកលេងចំការ Strawberry នៅក្នុងប្រទេសយូហ្សេឡង់ជាមួយគ្នាខ្ញុំណាអូខេតោះមុននឹងយើងចូលប្លុកយើងសូមបងប្អូនជួយ like ជួយ share ខ្ញុំផងណាបងប្អូនអរគុណច្រើនចាឥឡូវយើងមកដល់ហើយញ៉ានេះគឺញ៉ៃសៅមនុស្សច្រើនមែនតើហើយខ្ញុំទៅចការមួយទៀតយើងត្រូវជីកបាសទៅដោយសារចការនោះវាមនុស្សច្រើនទៅផ្លែវាចិត្តអស់អញ្ចឹងគេឲ្យយើងមកចការមួយទៀតតើបងប្អូនទៅទាំងអស់គ្នាណាអានេះវឹបអានេះទូចវឹបឌីស៊ីញ៉ាំមីអូនសង្ហានៅក្នុងសាច់រឿងអូទៅ No, that one. This one's okay. អីទៅបងអ្នកមានអីដាក់ចូលហងអូយចាគេថាកូនស្រីខ្ញុំគឺថាគាត់ចូលចិត្ត Strawberry ខ្លាំងមែនតើទៅហ្នឹងគឺថាក្រោម5ឆ្នាំគេអត់យកលុយទេតែគេអត់យកលុយកូនខ្ញុំមកពិតជាខុសហើយព្រោះអីញ៉ាំច្រើនមែនតើប្រហែលជាអស់40គ្រាប់ថ្ងៃនោះហើយបានអត់និយាយរួមសប្បាយគាត់សប្បាយបេះហាបងប្អូនគួរទៅលេងStrawberry វាមានតែខែហ្នឹងទេខែ11ខែ12ខែ1អីចឹង summer យើងហ្នឹង Hello អូយហើយបងប្អូនកុំភ្លេចដាក់អំបិលម្ទេសដូចខ្ញុំទៅចឹងអាខ្ចីហ្នឹងជ្រលក់អំបិលម្ទេសឆ្ងាញ់ខ្លាំងណាស់ចាបងប្អូនទាំងអស់គ្នាយើងចូលហ្នឹងក្មេងក្រោមអាយុ5ឆ្នាំគឺគេអត់យកលុយទេហើយយើងមនុស្សធំគឺ$5ម្នាក់យើងញ៉ាំនៅក្នុងនឹងមួយស្លាញ់អញ្ចឹងណាហើយបើយើងខ្ចប់មកគឺមួយកតោទូចគឺ$15ឯកតោធំគេហ្នឹងគឺ26រៀលបើយើងយកមកទេហាតែក្រុមខ្ញុំទៅនេះ$5គឺថាចំណេញហ្មងបងប្អូនចាបងប្អូនបន្ទាប់ពីយើងញ៉ាំឆ្អែតឆ្អន់ហើយយើងឡើងឡានក្រុងទៅត្រឡប់ទៅចការនងវិញដែលយើងមកមិញហ្នឹងយើងមកដល់ចការហ្នឹងហើយនេះកូនខ្ញុំគេពងចាំ ice cream គេទាក់ Strawberry ice cream មើលមុខគេក៏មានក្តីសុខដែរគេញ៉ាំ ice cream មកធ្វើមុខក្មេងសប្បាយខ្លាំងណាស់ទៅនងគេមានពងឲ្យលោតអីចឹងណាទៅបិទភ្នែកមើលចាយដកថងចាយចាយមកមកក្មួយខ្ញុំគឺថាមុខមានក្តីសុខហ្មងពេលបានរបស់ឆ្ងាញ់ញ៉ាំអញ្ចឹងណាមកគេធ្វើគួយខ្លាញ់ម៉ាប់ល្អមែនតើហ្មងចាត់ធ្វើម៉េចលាបមកទៀតគេលាបអូនបកាញ៉ាំមែនបងប្អូនតែអូនអត់ភ្លេចថែរក្សាសម្រស់ទេណាអ៊ំពូមីងកុំភ្លេចថែរក្សាសម្រស់ដោយអូនផងណាចាបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេថ្ងៃនេះអរគុណច្រើនបងប្អូនណាជួបគ្នាវីដេអូក្រោយសូមជួយ like ជួយ share ឲ្យនាងខ្ញុំផងណាបាយបាយបងប្អូន